តងនឹងក្របថ្នោតបើខ្ញុំការកែច្នៃបានច្រើនខ្ញុំធ្វើពីដណ្ដើរធ្វើពីកោកធ្វើពីកាច់ចាធ្វើពីរៃធ្វើជាកដោបធ្វើបានច្រើននិយាយរួមបាន50-60ម៉ូតដែរអរគុណដែរបងប្អូនខ្មែរយើងគាត់ក៏ជាកំងជាដើមដូងក៏ប៉ុន្តែដើមដូងរបៀបម៉េចដែលយើងការកែច្នៃមកយើងចេញជាដើមដូងអញ្ចឹងដំបូងក៏តន់ជ្រៀកលឹកទេឆែកទេដល់ពេលចុងក្រោយខ្ញុំធ្វើបែកមកចេញរូបរាងដាក់ផ្លែដែរស្អាតអញ្ចឹងដើមដូងមួយគ្រាប់នេះតម្លៃវាតែ25,000 ទៅ 30,000 ទេបាទយេស៊ូបាទជំរាបសួរបាទពុកម៉ែបងប្អូនប្រហែលជាបានស្គាល់គាត់ហើយប្អូនប្រុសផុនភ័ណ្ឌបាទផុនភ័ណ្ឌបាទដែលជំនាញទៅលើសិប្បកម្មត្រឡោកដូងឫស្សីនេះជំនាញមក20ឆ្នាំហើយមែនទេបាទកាលពីដំបូងឡើយហ្នឹងភ័ណ្ឌចេះកែច្នៃទៅលើឧបករណ៍ផ្សេងហ្នឹងតាមរយៈពីឪពុកម្ដាយឬក៏ពីជីដូនជីតាឬក៏ពីគ្រូពីណាដែលចេះធ្វើឧបករណ៍មកដល់សប្តាហ៍ថ្ងៃហ្នឹងបាទពីដើមឡើយមកខ្ញុំធ្វើជាង20ឆ្នាំហើយតែពីលក្ខណៈពីដំបូងខ្ញុំការកែច្នៃខ្ញុំទៅបាញ់ធ្វើជាងឡានទេបាទដល់ពេលអញ្ចឹងទៅខ្ញុំរៀនចេះទៅម៉ែគាត់ថាឲ្យទៅរៀនចុងរៀនជាងកាត់សក់មួយទៀតអញ្ចឹងខ្ញុំទៅជួចំផ្ទះដែលគាត់ជាម្ចាស់សិប្បកម្មនេះគាត់ឆ្លាញ់ខ្ញុំដល់ពេលអញ្ចឹងគាត់ចង់ផ្ដាំខ្ញុំមកគាត់ផាត់បរៀនខ្ញុំមកតែគាត់ឃើញថាទីផ្សារបារាំងវាអត់ធ្វើចូលមកគាត់ឈប់ទៅខ្ញុំក៏ចាប់ផ្ដើមឆ្លាញ់ដល់ការឆ្លាញ់ការលើកទី1ដែលខ្ញុំការកែច្នៃជាត្រឡប់នេះវាលំបាកណាស់ការកែច្នៃខាងក្នុងនេះយើងធ្វើមិនបានវាខ្មៅស្អាតអញ្ចឹងវាលំបាកដល់អញ្ចឹងយើងត្រូវការកែច្នៃយកកំណត់អ្វីមួយដែលបីវាយអាហ្នឹងឲ្យស្អាតក្នុងអញ្ចឹងឲ្យការតាក់ទាញការជ្រីនេះវាលំបាកធ្វើដែរវាធ្វើយូរការកែច្នៃទើបតែមានឧបករណ៍ឲ្យយើងយកលុយទៅទិញក៏ទិញអត់បានដែរឧបករណ៍សម្រាប់យើងការកែច្នៃហ្នឹងវាលំបាកមែនទែនបាទអារម្មណ៍បែបណាដែលនឹកឃើញទៅលើកែច្នៃដូចជាវត្ថុនេះផ្សេងដូចធ្វើពូលភ្លើងដាក់អីនេះអាហ្នឹងនៅយើងនឹកឃើញមិនដែរបានកែច្នៃចេញទៅអញ្ចឹងវិញបាទហ្នឹងក៏ខ្ញុំអរគុណដែរបងប្អូនខ្មែរយើងដែលគាត់មានគំនិតគាត់ថាគាត់ក៏ជាកំងជាដើមដូងក៏ប៉ុន្តែដើមដូងរបៀបម៉េចដែលយើងការកែច្នៃមកយើងចេញជាដើមដូងអញ្ចឹងគេផ្ដល់កំណត់មកថាបងឯងបិទជាស្លឹកជាអីមកក៏ខ្ញុំបែកកំណត់មកដំបូងក៏តន់ជ្រៀកលឹកទេឆែកទេដល់ពេលចុងក្រោយខ្ញុំធ្វើបែកមកចេញរូបរាងដាក់ផ្លែដែរស្អាតប្រជាពលរដ្ឋខ្មែរក៏ជួយគ្រប់គ្រងយើងអញ្ចឹងទៅយើងចេះដាក់បែកមកដល់អញ្ចឹងយើងចេះតែមានកម្លាំងចិត្តហើយអញ្ចឹងដើមដូងមួយគ្រាប់នេះតម្លៃវាតែ25,000 ទៅ 30,000 ទេក៏ប៉ុន្តែមានម្ដងមួយទៀតនោះដែលអត់ខ្ចោះនោះម្ដង60,000អញ្ចឹងគេត្រូវការដែលអាវ៉ាន់ដែលស្អាតដែលល្អដែលអំពូបំពាក់អំពូ LED យើងជំរឿសតាំងពីលឹកតាំងពីអីទាំងអស់ម្ដង60,000បាទអញ្ចឹងបានន័យថាអាធម្មតាចេះ20,000ជាង25,000ទេប៉ុន្តែអាឆ្នៃដែលល្អស្អាតនេះគឺ60,000រៀលបាទ60,000ហើយអាប្រភេទអញ្ចឹងក៏វាធូរថ្លៃទៅទៀតមួយតែ20,000ទេបាទបងប្អូនខ្មែរយើងនេះគេយកទៅតាំងសម្រាប់ដាក់ជានាងផ្ទះសម្រាប់តាំងលើតុអានេះវាធូរថ្លៃតាមនឹងដែរប៉ុន្តែធ្វើក៏យូរដែរបាទធ្វើយូរដែរប្រភេទហ្នឹងហើយសម្រាប់តយឬហ្វៃនេះបើនិយាយទៅវាមួយកែវនេះតែ6,000ដែរណាបងចុះសម្រាប់ឫស្សីនេះផន់ធ្វើដោយខ្លួនឯងឬក៏មានអ្នកប្រដាប់ចំកំងតិចនេះផ្ដល់កំណត់មកគឺអ្នកភ្ញៀវដែរបាទភ្ញៀវទៀតដំបងថាបងកំងកំពង់10បាទ10ខ្ញុំគាត់ថាបងឯងកាត់ជា2មកធ្វើជាតយខ្ញុំសម្រាប់ហូបទឹកក្តៅហូបទឹកត្នោតបាទដល់អញ្ចឹងខ្ញុំអត់ខាត់ទេដំបងខ្ញុំគាត់តែកាត់ខាត់ប៉ិតមាត់អញ្ចឹងទេដល់ពេលគាត់ថាឥឡូវបើបងឯងខាត់រសាតយកតម្លៃប៉ុន្មានខ្ញុំយកមួយគ្រាប់នេះវាតម្លៃវា4,000រៀលដល់ពេលគាត់យកទៅបានក៏ខ្ញុំនៅសេសសល់1 2គឺលក់ដាច់លក់ដាច់តែបំពង់ទឹកត្នោតតាក់ទងនឹងបំពង់ទឹកត្នោតហ្នឹងដាច់មែនដល់ដាច់ទៅក៏ខ្ញុំគិតថាអាវ៉ាន់នេះទីផ្សារមួយដែលដើរគេគ្រប់ត្រច្រើនបាទអញ្ចឹងក៏ខ្ញុំបានរហូតដល់ថ្ងៃនេះបាទពុកម៉ែបងប្អូនបានស្ដាប់ភ័ណ្ឌគាត់និយាយឲ្យមិញតាក់ទងជាមួយបំពង់ឫស្សីសម្រាប់ផឹកនេះហើយនឹងបំពង់ត្នោតបាទយេស៊ូមកយាយសុំពាក់ម៉ៃមួយមកយាយអូខេហើយមកយាយកំពុងធ្វើអីដែរមកយាយខ្ញុំកំពុងស្ងោដាក់ស្ងោអាស័យធ្វើកំពុងហ្នឹងអូមិនបានត្រូវស្ងោយាយត្រូវស្ងោបានថាស្ងោវាខ្លាចក្រៃលោកាឌីអីវា
សัตว์អីវាឈ្មោះអីលេចកើតទៅយើងដាក់ស្ងោរទៅបានវាអត់អី ចង់ជម្រាបសួរម៉ាក់យាយឈ្មោះអីដែរចង់ឲ្យជម្រាបទៅតិច ចន្ទរី ចិនរេ ចា ហើយម៉ាក់យាយមានបច្ចុប្បន្នប៉ុន្មានហើយម៉ាក់យាយ ខ្ញុំបច្ចុប្បន្នអាយុ73 អញ្ចឹងម៉ាក់យាយនៅភូមិនេះស្ថិតក្នុងភូមិអីឃុំអីស្រុកអីខេត្តអីដែរ ភូមិតងត្រឡាចស្រុកសីសន្ធរខេត្តកំពង់ចាមចា ហើយឃើញម៉ាក់យាយភាគច្រើនលក់ទៅលើគ្រឿងកែច្នៃពីដូងពីថ្នោតពីត្រឡោកម៉ាក់យាយលក់យូរឆ្នាំហ្នឹងម៉ាក់យាយ ខ្ញុំលក់មក4 5ឆ្នាំហើយដែរ 4-5 ឆ្នាំ ចា ហើយ លក់ឆ្ងាយហ่าលក់សាណាពូវ័នពូអីណាឆ្ងាយ ទៅលក់ដល់ភ្នំពេញទៀត ចាលក់ភ្នំពេញ អញ្ចឹងទៅបានន័យថាពេលម៉ាក់យាយដើរលក់អញ្ចឹងទៅអត់បានជួយធ្វើទេប៉ុន្តែពេលលក់អស់មកជួយធ្វើកូន ចា ទៀត បានមកជួយធ្វើបាន អូ លុយនឹងកាមេអីចឹងទៅលោកបានទៅ4 5ម៉ឺនអីចឹងមកខ្ញុំដក10000អីចឹងទុកទិញម្ហូបទិញមហាចែកគ្នាស្លហូបទៅ បាទចុះម៉ាក់យាយសម្រាប់ម៉ាក់យាយផ្ទាល់មានអីចង់ផ្ដាំផ្ញើទៅពុកម៉ែបងប្អូនដែលធ្លាប់គ្រប់គ្រងកន្លងមកចង់មានអីនិយាយទៅកាន់ពុកម៉ែបង ខ្ញុំ ប្អូន សូម ទៀតណា ផ្ដាំផ្ញើកូនទាំងអស់សូមកូនជួយអាណិតអាសូរខ្ញុំផងពួកខ្ញុំអត់ ជួយគ្រប់គ្រង យោ នៅស្ ជួយ នា គាំ ដៃ ទ្រ ជួយ ស្នា ទិញ ដៃជួយទិញ ដើម្បី ផង បានប្រាក់ ចា ចំណេញប្រាក់អីមកទប់ទល់សម្រាប់ ចា ជីវ ទុក ភាព ទូជីវភាពខ្ញុំក៏វាចាស់ហើយដែរ បាទអញ្ចឹងអរគុណម៉ាក់យាយ ចា ច្រើន ចាចា បាទ ចា អរ ចា គុណ អរគុណ បាទពុកម៉ែបងប្អូនដូចសំណូមពររបស់ម៉ាក់យាយអញ្ចឹងបើសិនបើពុកម៉ែបងប្អូនកូនក្មួយទាំងអស់ឃើញម៉ាក់យាយនៅទីណាលក់អីសូមជួយគ្រប់គ្រងផលិតផលជួយទិញគាត់ដើម្បីឲ្យបានប្រាក់ចំណូលហើយមួយទៀតក៏ដូចជាគ្រប់គ្រងទៅលើស្នាដៃរបស់កូនខ្មែរដែលច្នៃពីថ្នោតខ្មែរពីដូងខ្មែរពីឫស្សីខ្មែរមានប្រដាប់ប្រើប្រាស់ផ្សេងៗ តាក់ទងនឹងអាវ៉ាន់នេះវាមេស៊ីកាលណាយើងអត់ចំហុយវាភ្ញៀវយកទៅប្រើហ្មងវាអត់ធ្វើអីហ្មងទេប៉ុន្តែបើភ្ញៀវយកទៅតាំងយកទៅអីមេស៊ីអញ្ចឹងខ្ញុំយកមកចំហុយអញ្ចឹងចំហុយទាំងតយទៀតកាលណាអញ្ចឹងយើងទុក10ឆ្នាំទៅ20ឆ្នាំគឺអានេះគុណភាពវាមេអត់ស៊ីទេ អូអញ្ចឹងបានន័យថាបើសិនជាយើងចំហុយទៅទុកបានយូរឆ្នាំទោះបីយើងមិនប្រើក៏ទុកបានយូរឆ្នាំ បាទទុកបានយូរឆ្នាំទី1វាសាច់វាឆ្អិនសម្រាប់មេដែលស៊ីនេះសម្រាប់តែស៊ីរបស់ធម្មជាតិទេពេលណាដែលសាច់វាឆ្អិនហើយវាអត់ស៊ីកើតទេ ចុះសម្រាប់បំពង់ហើយនឹងកែវនេះភាគច្រើនភ្ញៀវកំងទិញច្រើនទេ បាទបើសម្រាប់ពីរហ្នឹងបំពង់ដាច់ជាគេកំងបាទរាប់រយគ្រាប់ បាទ អានេះបើយើងលក់តម្លៃក្រៅ15000អានេះ15000តម្លៃដូចគ្នាហេតុអីបានថាអានេះវាខ្លីហេតុអ្វីបានតម្លៃដូចគ្នាតាមបងប្អូនមិនបាច់ឆ្ងល់ទេអានេះគេខាត់តិចអានេះគេខាត់តិចអានេះគេខាត់ទាំងអស់ហើយគេជំរឿនអញ្ចឹងវាអាចប្រភេទថាកញ្ចៅមានកញ្ចៅចាស់អាស្អីចាស់ប្រភេទចាស់ល្អ អញ្ចឹងអានេះមិនត្រឹមតែយកដាក់សម្រាប់ផឹកថ្នោតជូរទេបងប្អូនយើងអាចដាក់ទឹកកកផឹកភេសជ្ជៈ បាទភេទ ផឹ ជ្ជៈ កអីបាន បានទាំងអស់ទឹកក្តៅទឹកអីបានទាំងអស់បាទបងប្អូនប្រើល្អមែនទែន មួយទៀតតកតងធ្វើពីផ្លែត្នោតកំណត់ផ្លែត្នោតធ្វើជាសត្វសម្ោចសត្វអីហ្នឹងអាហ្នឹងភ័ណ្ឌនឹកឃើញកែច្នៃដោយខ្លួនឯងឬក៏មានអ្នកផ្ដល់ជាកំណត់ឬក៏ឃើញគេធ្វើកន្លងមក ដែលនេះអត់មានអ្នកផ្ដល់កំណត់ទេដោយសារវាឃើញជាប់គ្នាមួយគូទៅដល់ខ្ញុំបោះទៅវាជាប់ផុកវាឆិតចេះ បាទ ដល់ជាប់ផុកអញ្ចឹងទៅខ្ញុំថាអូអានេះដូចជាសត្វសម្ោច បាទ ដល់ហើយខ្ញុំគិតថាសាកល្បងមើលឲ្យកូនជាងធ្វើមួយចាញ់ បាទ ធ្វើមួយចាញ់ខ្ញុំថាឥឡូវធ្វើ100ហ្មងមកឲ្យម៉ែយកទៅលក់នៅទីផ្សារដល់ពេលទៅលក់នៅចំពោះវត្ត បាទ ដាច់ទាំងអស់ការទៅលក់ហ្នឹងគឺមួយគ្រាប់តែមួយហ្នឹង10000 បាទ បាទ អូខេអញ្ចឹងតកតងជាមួយផ្លែត្នោតជាមួយដូងជាមួយអីអាហ្នឹងយើងទៅរកខ្លួនឯងឬក៏យើងទិញតមកពីបងប្អូនដែលអ្នកសិក្សាដែលមានប្រភេទហ្នឹង បើហ្វាន់ពីមុនយើងអាចថាទិញគេខ្លះដែរប៉ុន្តែឥឡូវយើងរកខ្លួនឯងទេដោយសារយើងលក់ជាធម្មតាបើហ្វាន់គេកំងច្រើនអានេះយើងជួគេដល់អានេះជាព្រួយផ្កាដូង បាទ អានេះយើងសម្រាប់មានដើររើសតាមក្រុមដូងដែលថា ធ្លាក់មក បាទ បាន អាច ទៅ ជួ តែរបស់ ផ្កាដែលផ្កាអញ្ចឹងដែលយើងជ្រុះដែលនិយាយទៅអានេះជារបស់មួយដែលគេគិតថាបោះចោលដែលគេប្រើប្រាស់អត់បានដំបូងខ្ញុំធ្វើជើងខ្ញុំគិតថាយកធ្វើជើងដែលសម្រាប់ធ្វើត្រឡោកដូងទេប៉ុន្តែវាអត់ស៊ីនឹងចង្វាក់មកអានេះ បាទ អញ្ចឹងយើងធ្វើជាព្រួយផ្កាដូងអញ្ចឹងមកយើងកាច់ជើងចេញមកវាសមអញ្ចឹងតាក់ទាញ ប
មួយទៀតផងមានសัตว์អ្វីទៀតដែលភ័ណ្ឌកែច្នៃឲ្យយកទៅលក់លើទីផ្សារឲ្យលក់អស់មកដល់បច្ចុប្បន្នអត់ទាន់បានធ្វើទៀតមានសัตว์អីខ្លះដែរបាទតាក់ទងនឹងក្របថ្នោតបើខ្ញុំការកែច្នៃបានច្រើននេះបងប្អូនមកយើងខ្ញុំធ្វើពីដណ្ដើរធ្វើពីកោកធ្វើពីកាច់ចែធ្វើពីរៃធ្វើជាកដោបធ្វើបានច្រើននិយាយរួមបាន50-60ម៉ូតដែរអូអញ្ចឹងបានន័យថាក្នុងថ្នោតហើយនឹងនេះហ្នឹងកែច្នៃបានច្រើនមកបានច្រើនបាទពុកម៉ែបងប្អូនថ្ងៃនេះស្លោកស្ដាយមែនទេដែលមកទៅនៅសល់តាសម្ោចអត់បានឃើញរៃអត់បានឃើញកុកបាទអត់បានឃើញសัตว์ផ្សេងបាទច្រើនដើរកូនអីស្អាតស្អាតច្រើនអញ្ចឹងពុកម៉ែបងប្អូនមិញបានស្ដាប់ពីការកែច្នៃចង់ទាញទៅជីវិតឯកជនបន្តិចឃើញភ័ណ្ឌមានកូនប្រុសធំមួយដែលជួយទៅលើកិច្ចការហ្នឹងបាទអញ្ចឹងឮតាមម៉ាក់យាយប្រាប់មកថាភ័ណ្ឌពោះម៉ាយតើការបែកបាក់គ្រួសារអញ្ចឹងតាំងពីអូនកូនប្រុសភ័ណ្ឌហ្នឹងនៅអាយុប៉ុន្មានដែរដែលបែកការបែកបាក់មកបើនិយាយទៅជាង10ឆ្នាំហើយតាំងកូនខ្ញុំនៅរៀងស្ទើរដែរបាទនៅតូចនៅពេលឥឡូវនេះយើងមានអារម្មណ៍ថាចង់សម្លឹងឃើញនារីណាឬក៏ចង់រកគូដើម្បីប្រចាំជីវិតអីបន្តទៅទៀតឬក៏គិតថានៅលីវចឹងឬក៏នៅមើលកូនតែប៉ុណ្ណឹងខ្ញុំគិតថាបើចាំខ្ញុំឲ្យកូនដែលបានធូរដៃបន្តិចមកខ្ញុំនៅតែយកអញ្ចឹងប្រពន្ធខ្ញុំយកមកខ្ញុំឲ្យកូននេះគ្រប់គ្រងនៅនេះទៅដើម្បីបង្កើតអាវ៉ាន់ដែលប្លែកសម្រាប់ខ្ញុំក៏ធ្វើអានឹងដែរបាទដល់ពេលឥឡូវវាទីផ្សារសងៃវាទូលំទូលាយដែរមិនមែនថាយើងលក់តែមួយសាហ្នឹងដាច់តែមួយសាហ្នឹងទេអត់ទេភ្ញៀវខ្មែរគេស្គាល់ច្រើនគេជួយគ្រប់គ្រងផលិតផលខ្មែរច្រើនអញ្ចឹងខ្ញុំអត់ធ្វើដាច់បាយទេបាទជិះសួរមួយពូសុំដាក់ម៉ៃមួយក្មួយមានឈ្មោះអីដែរក្មួយខ្ញុំមានឈ្មោះផុននិនពូផុននិនបាទហើយសម្រាប់ទៅលើការធ្វើឧបករណ៍ច្នៃដូចជាសម្ោចអីផ្សេងហ្នឹងក្មួយចេះជួយលោកប៉ាហ្នឹងបានប៉ុន្មានឆ្នាំហើយដូចជា4ឆ្នាំហើយពូ4ឆ្នាំហើយចេះទៅលើជំនាញអីខ្លះធ្វើផ្នែកចេះធ្វើជាធ្លាយដូងត្រឡោកដូងធ្វើពីកំពង់ទឹកត្នោតអាស័យហើយនឹងសម្ោចនេះបងហើយសម្ោចហ្នឹងយើងធ្វើមានអីខ្លះដែលផ្សំចូលធ្វើបានមានដូចជាផ្កាដូងគ្រាប់ត្នោតនិងគ្រាប់សក្រមបងសក្រមនេះសក្រមអញ្ចឹងមិនចូលឯណោះបាទគ្រាប់សក្រមអានេះពណ៌ធម្មជាតិចឹងមកសក្រមបាទអូខេប៉ាខ្ញុំគាត់ណែនាំបរៀនឲ្យខ្ញុំណាមួយខ្ញុំស្រឡាញ់ដែរស្រឡាញ់ខាងហ្នឹងដែរស្រឡាញ់នៅផ្នែកហ្នឹងដែរអញ្ចឹងទៅក៏កែច្នៃបានច្រើនមុខទៀតបាទហើយទៅមុខទៀតបើសិនជាលោកប៉ាជប់ក្មួយនៅតែមានអារម្មណ៍ចង់ធ្វើរបរតពីលោកពុកហ្នឹងមិនដែរនៅតែមានអារម្មណ៍ចង់ធ្វើដោយសារខ្ញុំស្នងតំណែងពីគាត់អញ្ចឹងបានន័យថាយើងស្រឡាញ់ទៅលើស្រឡាញ់ការហ្នឹងដែរលើកាយច្នៃរបស់ដែលអត់តម្លៃឲ្យមានតម្លៃអញ្ចឹងណាអូខេអ្វីដែលពិបាកគ្រាប់ត្នោតដោយសារឥឡូវវាពិបាករកដោយសារគេធ្វើស្រែធ្វើអីទៅគ្រាប់ត្នោតវាជ្រុះទៅវាយើងពិបាកចោះរើសអញ្ចឹងណាហ្នឹងហើយពូមើលឃើញថាក្មួយក្មេងល្អមែនទែនដែលយកចិត្តទុកដាក់ជួយកិច្ចការលោកពុកហើយពិសេសទៀតនោះគឺមានគំនិតកែច្នៃហើយចង់តមុខរបរកែច្នៃនេះពីលោកពុកទៀតចាស់សម្រាប់ក្មួយផ្ទាល់ក្មួយមានអីចែករំលែកដល់អាយុវ័យដែលមានវ័យប្រហែលក្មួយមានអីចង់និយាយអាចផ្ដាំផ្ញើទៅតាមរយៈវីដេអូនេះបាទជាចុងក្រោយខ្ញុំសូមផ្ដាំទៅយុវវ័យជំនាន់ខ្ញុំនេះឲ្យគាត់ទៅនៃពីការរៀនសូត្រចឹងឲ្យគាត់ជួយការងារឪពុកម្ដាយជៀសវាងពីការបោះម៉ូតូធ្វើផ្សេងសៀវវាយគ្នាឬក៏ខ្សែគ្រឿងញៀនអញ្ចឹងសូមអរគុណអារម្មណ៍មួយទៀតផងនៅពេលដែលឃើញកូនប្រុសគាត់ចង់បន្តឬក៏ចង់ស្នងឬក៏ចង់ធ្វើទៅលើឧបករណ៍ផ្សេងៗអារម្មណ៍មិនដែរដល់ពេលកូនស្រឡាញ់ផ្នែកហ្នឹងគាត់ជួយធ្វើហើយមិនត្រឹមតែជួយធ្វើហើយគាត់ស្រឡាញ់អាជីពហ្នឹងទៅមុខទៀតសម្រាប់ផនមានអារម្មណ៍មកចំពោះគាត់បាទសម្រាប់ខ្ញុំត្រេកអរមែនទែនដែលសម្រាប់តែកូនកន្លងធွာហើយអ្វីដែលខ្ញុំដាក់ទៅធ្វើបានទាំងអស់ហើយរបស់នេះជារបស់មួយដែលបែកបាក់បំផុតប៉ុន្តែហេតុអ្វីបានកូនខ្ញុំវាធ្វើបានដូចខ្ញុំបាទហើយខ្ញុំការបដៅគោវាតិចដែរមិនមែនជាច្រើនប្រហែលនេះប៉ុន្តែនៅតែកូនចាប់បានអញ្ចឹងខ្ញុំគិតថាខ្ញុំសប្បាយចិត្តមែនទែនបើអារម្មណ៍របស់ខ្ញុំគិតថាជាកូនខ្មែរម្នាក់ដែលស្នងតកោបានជាម្ចាស់សកម្មមួយដែលស្នងតកោបានទៅមុខទៀតហើយនឹងឯតាក់តងទៅមុខទៀតដូចត្រឡោកនេះដែរភ័ណ្ឌកែច្នៃនេះអានេះទឹកដៃរបស់ភ័ណ្ឌឬក៏ទឹកដៃរបស់កូនតាក់តងជាមួយដូងជាមួយបាទអានេះនេះដែរអានេះទឹកដៃសម្រាប់
ខ្ញុំហ្មងឥឡូវខ្ញុំមិនសូវបានធ្វើទេដោយសារខ្ញុំដើម្បីឲ្យកូន កូន ចេះ ធ្វើ កូនឲ្យកូនចេះហើយឲ្យការឆ្នៃបណ្ឌិតមកវិសាញដែលប្លែកអញ្ចឹង បាទ នេះជា ទឹកដៃ ជា របស់ អង្គ កូន វត្តបាទជាទឹកដៃរបស់កូន របស់កូន ដើម្បី ប្រុស ស្នាដៃដូចនេះជារូបភាពមួយប្លែកៗពីគ្នាបាទការសាប់ការអីគឺអត់ខ្ចោះបាទខាងក្នុងគឺស្អាតហូបទឹកក្តៅអីប្រើល្អអានេះវាជារបស់ធម្មជាតិសុទ្ធហើយប្រើពេញដូងហើយល្អខ្ញុំសូមសំណពរភ្ញៀវខ្មែរជួយគ្រប់គ្រងខ្មែរ បាទ បានខ្ញុំអាចបានទៅមុខទៀត បាទពុកម៉ែបងប្អូនបានស្ដាប់ការនិយាយយ៉ាងក្បោះក្បាយរបស់ភ័ណ្ឌអ្វីដែលរំភើបចិត្តជំនួសគាត់នោះគឺគាត់សប្បាយចិត្តនៅពេលដែលកូនប្រុសរបស់គាត់អាចធ្វើឧបករណ៍ផ្សេងៗនេះដោយមានទឹកដៃល្អដូចជាគាត់ចឹងហើយអ្វីដែលសំខាន់នោះគឺធ្វើដោយទឹកចិត្តស្រឡាញ់ទៀត បាទ ហើយ ចិត្តស្រឡាញ់ កាលណាក្មេងគាត់មានការអប់រំល្អគាត់អាចជៀសឆ្ងាយពីអបាយមុខទាំងឡាយជាពិសេសហ្នឹងគ្រឿងញៀន បាទ អញ្ចឹងសម្រាប់ភ័ណ្ឌផ្ទាល់ជាចុងក្រោយអាចមានអីផ្ដែផ្ដាំទៅពុកម៉ែបងប្អូនកូនក្មួយឲ្យគ្រប់គ្រងឬក៏បណ្ដាំអីទៅក្មេងៗចំនួនក្រោយដែរតែភ័ណ្ឌអាចនិយាយបាន បាទខ្ញុំជាចុងក្រោយនេះខ្ញុំសូមថ្លែងអំណរគុណបងប្អូនខ្មែរយើងទាំងអស់គ្នាហើយសម្រាប់កូនរបស់ខ្ញុំក៏មិនមែនថាល្អឥតខ្ចោះដែរគាត់ថាដែលធ្វើបានជួយបានប៉ុណ្ណឹងឪពុកម្ដាយបើសម្រាប់ជីវិតរបស់ខ្ញុំសប្បាយចិត្តខ្លាំងមែនទែនហើយស្រឡាញ់ បាទ គឺពេញបេះដូងសម្រាប់ដែលចេញមកបរៀនមកជួយធ្វើឪពុកហើយតម្រេះមួយនេះគឺអត់សាប់សូន្យទេបងប្អូនយើងបើបងប្អូនណាខំរៀនចេះខំរៀនមកខ្ញុំនឹងមហាត់បង្រៀនហើយអត់យកលើអត់កាក់ទេហើយអាចកសាងជីវិតបានវាមិនមានជាងគេប៉ុន្តែក្នុងកិត្តិយសក្នុងការចាយវាយក៏មិនសូវជាខ្វះសំខាន់មកដែរខ្ញុំផ្ដាំផ្ញើបងប្អូនឲ្យបកកែប្រែមកអញ្ចឹងវិញ បាទ ខ្ញុំ ចង់ក្មួយទាំងអស់ដែលជួយមកមើលខាងអញ្ចឹងមកក៏វាល្អមួយយ៉ាងដែរការឆ្នៃបណ្ឌិតនេះវាអត់ធ្វើអស់ដើមប្រហែលទេ បាទភ័ណ្ឌមួយទៀតតាក់ទងនឹងពុកម៉ែបងប្អូនគាត់ឃើញវត្ថុអនុស្សាវរីយ៍ទាំងអស់ហ្នឹងហើយមានច្រើនប្រភេទមែនទែនអញ្ចឹងចង់ឲ្យភ័ណ្ឌជម្រាបលេខទូរស័ព្ទនៅពេលដែលគាត់ចង់តំណតំណងទិញជាដុំជារាយអីចឹងភ័ណ្ឌអាចផ្ញើបានអីបានអញ្ចឹងចង់ឲ្យជម្រាបលេខទូរស័ព្ទទៅពួកគាត់ បាទលេខទូរស័ព្ទរបស់ខ្ញុំ096 527 43ដើមលេខ9កន្ទុយអាលេខហ្នឹង Telegram ត្មងចង់ជាកំងចង់បានជាម៉ូតអីផ្សេងបានអាចខ្ញុំឆ្នៃជូនបានបាទហើយខ្ញុំអាចដាក់ដល់24ខេត្តក្រុងបាទដែលឆ្លាញ់លទ្ធផលខ្មែរ ឲ្យតែគ្រប់ត្រ ឲ្យតែគ្រប់ត្រខ្ញុំជួយ ខេត្ត25ខេត្តក្រុងអី បាទ25ខេត្តក្រុងខ្ញុំដាក់ឲ្យទាំងអស់ បាទមិនថាទិញមួយឬទិញពីរឲ្យតែស្រឡាញ់ពេញចិត្តគ្រប់ត្រ បាទតូចនេះ បាទ មួយក៏ដាក់ពីរក៏ដាក់បាទនេះខ្ញុំធ្វើ20ឆ្នាំជាងខ្ញុំធ្វើដងអស់ចូលលៀនដងអត់ដែរប៉ះទេ បានមួយប្រហែលឆ្នាំឯងភ័ណ្ឌទុកបានប្រហែលឆ្នាំឯង អានេះទៅប្រទេសប៉ះប្រហែលជាកន្លះឆ្នាំហ្នឹងទេ អញ្ចឹងអ្វីដែលភ័ណ្ឌចង់បង្ហាញចុងក្រោយជូនពុកម៉ែបងប្អូននេះគឺដងភ្នែកមួយដែលកម្រដែលគាត់ធ្វើ20ឆ្នាំឯងបានសល់មួយ បាទមានមួយហ្នឹងបាទ អូខេអញ្ចឹងអរគុណភ័ណ្ឌខ្ញុំសូមអរគុណភ័ណ្ឌមែនទែនដែលចំណាយពេលវេលាសម្រាប់ខ្ញុំចុះមកយកព័ត៌មាននិងផ្សព្វផ្សាយជូនពុកម៉ែបងប្អូនហើយក៏សូមគោរពជូនពរពុកម៉ែបងប្អូនដែលទស្សនាវីដេអូរបស់ខ្ញុំជាមួយភ័ណ្ឌទៅលើសិប្បកម្មកែច្នៃថ្នោតឫស្សីដូងនេះសូមឲ្យបន្តជួយគ្រប់គ្រងតាមលេខទូរស័ព្ទដែលភ័ណ្ឌប្រាប់មិញហ្នឹងអញ្ចឹងពួកខ្ញុំទាំងពីរសូមគោរពលាសូមអរគុណ សូមរងចាំតាមដានបន្តនៅរឿងពិតផ្សេងៗទៀតសូមអរគុណ